គ្នាយើងម៉ានេះធ្លាប់ទៅផ្ទះបុរាណគាត់ខ្ញុំនិយាយប៉ុណ្ណឹងប្រហែលជាអ្នកនរនេះក៏ទៅផ្ទះបុរាណដែរណាមកកណូផ្ទះបុរាណមួយនេះគឺនៅក្នុងខេត្តបាត់ដំបងលយមែនតើវាដូចជាវីឡាតែវីឡាខ្ញុំស្រឡាញ់ខ្លាំងហ្មងហើយបើយើងដឹងវិញថាស្ថាបត្យកម្មខ្មែរយើងជំនាន់មុនណាពិតជាអស្ចារ្យខ្លាំងមែនតើឥឡូវមកមើលទស្សនវិជ្ជាទូទៅអានេះនៅម្ដុំវត្តកោអ្នកនរគ្នានេះគឺទស្សនវិជ្ជានៅខាងក្រោមផ្ទះហើយក៏មានរូបប្លែកអីចឹងទៅ ហើយគាត់ក៏មានតាំងជាមួយមួយកែតមានផ្ទះបុរាណខ្មែរជាច្រើនអីចឹងណាហើយនេះគឺជាផ្ទះដែលយើងកំពុងនៅដែលមានឈ្មោះថាផ្ទះបិទផ្ទះប៉ិតចាអូបើខ្ញុំនិយាយខុសអធិស្ឋានផងអ្នកនរគ្នាពេលអ្នកនរគ្នាមកបាត់ដំបងអាចមកឈៀងមកលេងបាននៅនេះមាន2 3ផ្ទះដែរផ្ទះបុរាណដែលមានអាយុកាលរហូតដល់រាប់រយឆ្នាំហើយនោះអ្នកនរគ្នាផ្ទះដែលខ្ញុំមកហ្នឹងគឺមានតែមួយផ្ទះហ្នឹងឯងដូចក៏នៅជិតហ្នឹងក៏មានផ្ទះមួយទៀតដែរដូចជាផ្ទះកឹងក៏មិនដឹងផ្ទះអីមិនដឹងខ្ញុំភ្លេចហើយអ្នកនរគ្នា ដោយសារតែវីដេអូនេះគឺខ្ញុំថតយូរដែរហើយខ្ញុំតែបានកាត់អ្វីដែលអស្ចារ្យមួយទៀតគឺជំនាន់មុនយើងអត់មានទេជាមួយនឹងស៊ីម៉ង់អ្នកនរគ្នាតែយើងមានរូបមន្តនេះដែលធ្វើពីបាយអាចគោក្រៀមច្បើងតប៉ែស្ករត្នោតណាតែដូចជាមួយនឹងស៊ីម៉ង់របស់យើងចឹងពិតជាអស្ចារ្យមែនតើអានេះទស្សនវិជ្ជានៅខាងលើពេលយើងដើរចូលមកមើលណែវ៉ាវខ្ញុំពិតជា impress ខ្លាំងហ្មងពិតជាស្ញប់ស្ញែងខ្លាំងហើយក៏ភ្ញាក់ផ្អើលដែរជាមួយស្ថាបត្យកម្មផ្ទះរបស់យើងណា ដូចតែវិឡាអញ្ចឹងអ្នកនរគ្នាហើយកាត់មើលអាយុកាលរាប់រយឆ្នាំហើយនៅក្នុងនោះក៏មានសម្ភារៈជាច្រើនដែលខ្ញុំធ្លាប់ឃើញកាលពីខ្ញុំនៅទូចណាប៉ុន្តែឥឡូវលែងឃើញហើយបាត់អស់ហើយតែវាអស្ចារ្យខ្ញុំបានឃើញវាមួយសារទៀតនៅទីនេះទាំងកំសៀវទឹកទាំងក្រែទាំងអីរនាបអីសុទ្ធតែឈើប្រណិតទាំងអស់អ្នកទាំងអស់គ្នាហើយក៏យើងឃើញលុយបុរាណយើងដែរ កន្លែងនេះលយណាគេមានទូមួយតាំងហើយក៏មានចាប៉ីដងវែងហើយនឹងជារូបរបស់អ៊ំស្រីម្ចាស់ផ្ទះបាទហើយអ៊ំប្រុសក៏យើងសូមហៅគាត់ថាលោកអុកញ៉ាហ្មងទៅព្រោះគាត់ជាលោកអុកញ៉ាអញ្ចឹងណាហើយនឹងលោកជំទាវដែលគាត់ជាម្ចាស់ផ្ទះដើមនៅនេះណាអូយខ្ញុំសំណាងហើយខ្ញុំទៅបាត់ដំបងច្រើនដងហើយតែទើបតែបានទៅគេឥឡូវយើងចូលមកបន្ទាប់ពីកន្លែងទទួលភ្ញៀវហើយយើងមើលខាងក្នុងនេះគឺមានរហូតដល់2បន្ទប់ ហើយបងស្រីម្ចាស់ផ្ទះបច្ចុប្បន្នគាត់ប្រាប់គឺនៅក្នុងនោះគឺយើងមានលំហខ្យល់ក៏ដូចជាកន្លែងដែលឲ្យពន្លឺចូលពិតជាអស្ចារ្យដែលគាត់បានគិតណាអីនេះវេរណ្ដាចំហៀងផ្ទះធំទូលាយខ្លាំងមែនទែនខាងក្រោយនេះគឺជាចដាផ្ទះក្រោយដែលគាត់សួរថាស្រឡាញ់ខ្ញុំថាស្រឡាញ់ជាងខាងមុខដោយសារខាងមុខស៊ីម៉ង់ថ្មអញ្ចឹងខាងក្រោយឈើប៉ុន្តែឯដែលភ្ញាក់ផ្អើលគឺបងស្រីប្រាប់ថាអាចដាឈើហ្នឹងគឺកាលពីជំនាន់ដើមសម្រាប់តែអ្នកបម្រើអ្នកនៅផ្ទះកលីអញ្ចឹងណាគាត់ចេញចូលតាមចំហៀងទេហើយចដាថ្មខាងមុខគឺជាចដាសម្រាប់ម្ចាស់ផ្ទះក៏ដូចជាភ្ញៀវនៅនេះមានឆ្នាំងអ៊ុតមានប្រដាប់គេអារុះស្អីគេទេខ្ញុំភ្លេចបាយថ្មរុះអីចឹងណាហើយក៏មានពាងមានឆ្នាំងបុរាណរបស់យើងតែពិតគេមានពាក្យគេហៅតែខ្ញុំអត់ចាំទេចឹងមិនថាអូយូរទៅភ្លេចអស់អាលីង ចឹងមិនថាអ្នកនរគ្នាពិតជាអស្ចារ្យណាស់នេះទាំងវែកទាំងស្លាបព្រាអីដែលខ្ញុំធ្លាប់ឃើញកាលមុនខ្ញុំធ្លាប់ឃើញកាលពីទូចនៅផ្ទះម៉ែខ្ញុំឯងតែឥឡូវបាត់បង់អស់ហើយដូចជាពាងនេះសុទ្ធតែជាពាងបុរាណណាប្រដាប់អ៊ុតកៅអៅអីចឹងទៅប្រដាប់កោសដូងអីណាមើលទៅបើយើងគិតថាពិតជាមានតម្លៃខ្លាំងមែនតើពួកលែងមានទៀតហើយរហលែងបានទៀតហើយអ្នកនរគ្នាអើយនៅកន្លែងហ្នឹងគាត់ក៏មានលក់ជាមួយនឹងផលិតផលដែលជាសិប្បកម្មមកពីខាងអង្គការអញ្ចឹងណាបងស្រីគាត់ជួយលក់សម្រាប់អង្គការដែលគាត់ខ្វះខាតអីចឹងទៅមានវត្ថុអនុស្សាវរីយ៍គួរឲ្យចាប់អារម្មណ៍ជាច្រើនខ្លាំងអ្នកនរគ្នាហើយតម្លៃក៏ធូរថ្លៃដែរតែងផ្ញើមិត្តភ័ក្តិអីចឹងណាហើយក៏យើងបានជាផ្នែកមួយក្នុងការជួយបាទដល់ខាងអង្គការដូចគ្នាខ្ញុំបានទិញកានូ2ផ្ទាំងពីរផ្ទាំងហ្នឹងហើយខ្ញុំស្រឡាញ់ខ្លាំងមែនតើអ្នកនរគ្នា នេះឯងពីផ្ទាំងនេះគេយកមកតាំងនៅក្នុងបន្ទប់រាល់ថ្ងៃស្អាតខ្ញុំស្រឡាញ់មែនទែនទិដ្ឋភាពលក្ខណៈស្រុកខ្សែចំការអញ្ចឹងណាហើយនេះគឺជាចដាសម្រាប់ម្ចាស់ផ្ទះគឺថ្មអញ្ចឹងណាតែឥឡូវគឺយើងស្រឡាញ់ឈើវិញហើយក៏ឆ្លៀតនាំពូមីងខ្ញុំក៏ទៅមើលភ្ជាវនៅភ្នំសំពៅដែរអានេះក៏ជារឿងអស្ចារ្យមួយដែរដែលខ្ញុំគិតថាខ្ញុំអត់ដែលឃើញព័ត៌មាននៅស្រុកគេដែរតែនៅស្រុកយើងមានរឿងហ្នឹងអញ្ចឹងក៏ ផ្សព្វផ្សាយភាសាទៀតទៅក៏ចែករំលែកភាសាទៀតទៅឲ្យបងប្អូនយើងគាត់បានមើលដែរ
ព្រោះប្រហែលជាមានអំពូលមីងជាច្រើនដែលក៏អត់ទាន់បានទៅមើលអញ្ចឹងណាពេលខ្លះខ្ញុំឆ្ងល់ខ្ញុំចង់ឲ្យវាហោះដ្រូនតាមថាតើពួកខាងបរជៀវហ្នឹងគឺគាត់ទៅរកអីនៅណាទៅដល់ណាអីអញ្ចឹងឲ្យស្មានម៉ានមកវិញអីចឹងណាលយមែនតើអញ្ចឹងវីដេអូនោះអត់មានអីទេមានប៉ុណ្្នឹងឯងហើយអរគុណអ្នកនរគ្នាហើយបើសិនជាបានទៅបាត់ដំបងកុំភ្លេចចូលទៅមើលផ្ទះបុរាណពី3កន្លែងនៅម្ដុំវត្តកោអ្នកនរគ្នាអាចមើលនៅក្នុង Google Maps បានអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ